នេះគូជាខំឆ្ដីថ្ងៃនេះជាថ្ងៃទី10ខែសីហានៅខេត្តឧត្តរមានជ័យប្រជាពលរដ្ឋភូមិថ្មដូនជាច្រើននៅតែពង្វិលត្រឡប់ទៅលំនៅឋានវិញក្រោយចំនួនព្រំដែនកម្ពុជានិងថៃកាលពីមួយឆ្នាំមុនតាម Cambodianes ផ្ទះ823ខ្នងនិងវត្តគិរីរង្សីថ្មដូនបានរងការខូចខាតខណៈគ្រួសារ15399គ្រួសារត្រូវផ្លាស់ទីលំនៅគ្រាប់មិនទាន់ផ្ទុះនិងការជួសជុលផ្ទះមិនទាន់រួចរាល់កំពុងពន្យាការស្ដារជីវភាពនិងការវិលទៅរស់នៅតំបន់ជិតព្រំដែនសារព័ត៌មានខ្មែរ Times រាយការណ៍ថាឥទ្ធិពលព្យុះត្រូពិក2កំពុងបន្តនាំភ្លៀងមកកម្ពុជានៅក្នុងអំឡុងថ្ងៃទី9ដល់ថ្ងៃទី11ឆ្នាំ2026ស្ថានភាពអាកាសធាតុនេះអាចធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ហើយប្រជាពលរដ្ឋគួរតាមដានការជូនដំណឹងផ្លូវការចុងក្រោយអ្នកធ្វើដំណើរនិងអ្នកប្រកបរបរក្រៅផ្ទះគួររៀបចំផែនការឲ្យសមស្របតាមស្ថានភាពភ្លៀងនិងខ្យល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានមកពិនិត្យលេខបន្ទប់និងលេខទូររបស់ខ្លួនមុនថ្ងៃប្រឡងចាប់ផ្ដើមនៅថ្ងៃទី10ខែសីហាស្អែកនេះការមកពិនិត្យទីតាំងជាមុនជួយឲ្យបេក្ខជនស្គាល់បន្ទប់ប្រឡងនិងរៀបចំខ្លួនបានទាន់ពេលបេក្ខជនត្រូវផ្ទៀងផ្ទាត់ព័ត៌មានលើបញ្ជីឲ្យត្រឹមត្រូវដើម្បីចូលបន្ទប់ប្រឡងតាមការកំណត់ការប្រឡងនេះជាជំហានសំខាន់សម្រាប់សិស្សបញ្ចប់ថ្នាក់ទី12យោងតាមកាសែតខ្មែរ Times ផលិតផលផលិតនៅកម្ពុជាកំពុងពង្រីកការចែកចាយដោយមានវត្តមាននៅតាមហាងលក់រាយជាង700កន្លែងការកើនឡើងនេះធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរកនិងជ្រើសរើសទំនិញក្នុងស្រុកបានកាន់តែច្រើនវាក៏អាចបើកឱកាសទីផ្សារបន្ថែមសម្រាប់សហគ្រាសនិងអ្នកផលិតក្នុងស្រុកផងដែរការរក្សាគុណភាពគឺជាចំណុចសំខាន់ផងដែរអាជ្ញាធរមានកម្ពុជានិងអង្គការ SOS Cambodian Kids បានពង្រឹងកិច្ចសហការមនុស្សធម៌ដើម្បីគាំទ្រសហគមន៍រងផលប៉ះពាល់ដោយមាននិងសំណល់ជាផ្ទុះពីសង្គ្រាមគម្រោងនេះពង្រីកសេវាសុខាភិបាលការអប់រំនិងជំនួយសហគមន៍ដល់គ្រួសារងាយរងគ្រោះយោងតាមខ្មែរថាកិច្ចសហការនេះមានគោលដៅកែលម្អជីវភាពនិងឱកាសសិក្សានៅតំបន់មានហានិភ័យសម្រាប់ប្រជាពលរដ្ឋឯកឧត្តមគុណគីមក្រុងលើកគម្រោងជួសជុលផ្ទះទ្រុឌទ្រោមជូនអតិថិជននៅខេត្តរតនគិរីដើម្បីលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់គ្រួសារដែលបានបម្រើជាតិមន្ត្រីនឹងចុះពិនិត្យស្ថានភាពផ្ទះជាក់ស្ដែងនិងកំណត់អាទិភាពគ្រួសារមានជីវភាពលំបាកការគាំទ្រនេះរំពឹងថានឹងផ្ដល់ទីជម្រកសុវត្ថិភាពនិងបន្ធូរបន្ទុកចំណាយដល់អតិថិជនការរៀបចំនេះផ្ដោតលើផ្ទះដែលខូចខាតខ្លាំងនិងប៉ះពាល់សុវត្ថិភាពឯកឧត្តមមុខនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានអញ្ជើញសម្ពោធអគារសិក្សាថ្មីចំនួន2ខ្នងនៅខេត្តតាកែវអគារទាំងនេះជាអំណោយរបស់សម្ដេចធិបតីដើម្បីពង្រីកលទ្ធភាពសិក្សារបស់សិស្សានុសិស្សនិងគាំទ្របរិយាកាសរៀនសូត្រឲ្យកាន់តែប្រសើរក្នុងពិធីនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំត្រូវបានលើកឡើងថាជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋាននិងការរីកចម្រើនរបស់ខេត្តដំណើរទៅបាត់ដំបងបង្ហាញថាសម្រស់ធម្មជាតិអាចភ្ជាប់នឹងរឿងរ៉ាវពីរផ្សេងគ្នានៅភ្នំពេញប៉ុស្តិ៍រាយការណ៍ថាអ្នកនិពន្ធនិងគ្រួសារធ្វើដំណើរពីសៀមរាបក្រោយចូលឆ្នាំខ្មែរហើយឈប់នៅបាត់ដំបងតាមការណែនាំរបស់មិត្តភ័ក្តិមុនបន្តដំណើរត្រឡប់ទៅផ្ទះទេសភាពភ្នំមួយបានផ្លាស់ប្ដូរទស្សនៈរបស់គាត់ឲ្យមើលឃើញទាំងភាពស្រស់ស្អាតនិងអត្ថន័យនៅពីក្រោយទីកន្លែងនេះដែលបង្កប់ទាំងប្រវត្តិនិងអារម្មណ៍ផ្ទាល់ខ្លួនតាមការចុះផ្សាយរបស់ DSDA ក្រសួងបរិស្ថានកម្ពុជាបានព្រមានពីការកើនឡើងនៃការជួញដូរសត្វព្រៃខុសច្បាប់តាមអនឡាញក្រសួងអំពាវនាវឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនិងការទិញលក់សត្វព្រៃលើបណ្ដាញសង្គមអាជ្ញាធរនឹងបន្តតាមដានសកម្មភាព Digital និងជំរុញការរាយការណ៍ករណីសង្ស័យដើម្បីទប់ស្កាត់បទល្មើសនិងការពារជីវចម្រុះតាម Cambodia Make កម្ពុជានិងអង្គការអន្តរជាតិ Francophonie បានចុះកិច្ចព្រមព្រៀងរយៈពេល5ឆ្នាំដើម្បីពង្រឹងការអប់រំភាសាបារាំងកិច្ចព្រមព្រៀងនេះបង្ហាញពីការបន្តកិច្ចសហការរវាងភាគីទាំងពីរនិងការយកចិត្តទុកដាក់លើការរៀនភាសាបារាំងនៅកម្ពុជាការអនុវត្តនឹងបន្តក្នុងរយៈពេល5ឆ្នាំខាងមុខដោយផ្ដោតលើការលើកកម្ពស់សមត្ថភាពភាសានិងឱកាសសិក្សារបស់អ្នករៀនតាមការចុះផ្សាយរបស់ Kiripost កម្ពុជាបានដាក់ឲ្យដំណើរការផែនការមេសម្រាប់ការគ្រប់គ្រងតំបន់បឹងទន្លេសាបផែនការនេះកំណត់ទិសដៅរួមក្នុងការរៀបចំនិងសម្របសម្រួលការគ្រប់គ្រងតំបន់បឹងទន្លេសាបការចាប់ផ្ដើមនេះជាជំហានឆ្ពោះទៅការអនុវត្តផែនការជាបន្តបន្ទាប់ដោយផ្ដោតលើការគ្រប់គ្រងតាមក្របខ័ណ្ឌដែលបានកំណត់សារព័ត៌មាន Cambodianes រាយការណ៍ដោយយោងតាមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឬ CMAC ថាក្នុងចំនួនតាមព្រំដែនកម្ពុជាថៃឆ្នាំ2025យោធាថៃបានបាញ់គ្រាប់បែកចង្កមចន្លោះពី6ដល់7លានគ្រាប់ចូលមកកម្ពុជារបាយការណ៍បញ្ជាក់ថាគ្រាប់រងទាំងនេះបានធ្លាក់ទៅលើភូមិខ្មែរចំនួន335ភូមិដែលបង្កហានិភ័យយូរអង្វែងដល់ប្រជាពលរដ្ឋនិងការងារបោះសម្អាតមីនយោងតាមខ្មែរ Times លោក Christopher Anderson ត្រូវបានបញ្ជាក់ជាផ្លូវការថាជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោកជំនួសលោក V Patrick Murphy ដែលបានបញ្ចប់បេសកកម្មនៅឆ្នាំ2024លោក Anderson លើកឡើងថាការប្រយុទ្ធប្រឆាំងការច្បោកតាមអនឡាញជាបញ្ហាប្រឈមធំបំផុតនិងត្រូវការកិច្ចសហការជាមួយអាជ្ញាធរកម្ពុជាដើម្បីទប់ស្កាត់បណ្ដាញច្បោកឆ្លងដែនឲ្យមានប្រសិទ្ធភាពសារព័ត៌មាន Cambodianes រាយការណ៍ថាមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកពីររូបនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាសប្តាហ៍នេះក្នុងនោះមានលោក April Kobe មន្ត្រីគោលនយោបាយកម្ពុជារបស់មន្ទីរបាញ់កោនដំណើរនេះជាផ្នែកនៃទស្សនកិច្ចតំបន់4ប្រទេសហើយ Cambodianes បញ្ជាក់ថាវាកើតឡើងស្របពេលកិច្ចសហការសន្តិសុខនិងការពារជាតិរវាងកម្ពុជានិងសហរដ្ឋអាមេរិកកំពុងរីកចម្រើនម៉ាឡេស៊ីមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាដោយស្វែងរកវិស័យថ្មីសម្រាប់ការងាររួមភាគីទាំងពីរក្រុងពិភាក្សាអំពីការចូលរួមប្រតិបត្តិការរក្សាសន្តិភាពនិងការបណ្ដុះបណ្ដាលធនធានមនុស្សកិច្ចសហការនេះអាចពង្រីកទៅការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតសម្រាប់វិស័យការពារជាតិដើម្បីគាំទ្រការអភិវឌ្ឍជំនាញឲ្យកាន់តែប្រសើរនាពេលខាងមុខ AKP News រាយការណ៍ថាមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ថាប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជា
ការវិដំឡៃនេះយោងលើផែនទីមាត្រដ្ឋានមួយលើ20,000និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិនសៀមឆ្នាំ1908និង1919មន្ត្រីបន្ថែមថាផែនទី E7017 មាត្រដ្ឋានមួយលើ50,000ដែលថៃគូឯកតោភាគីក៏ត្រូវបានយកមកពិនិត្យជាឯកសារយោងដែរឯកសារទាំងនេះគឺជាមូលដ្ឋានសម្រាប់ពិនិត្យខ្សែព្រំដែនក្នុងតំបន់នេះសារព័ត៌មាន Cambodia News រាយការណ៍ថាព្រះវិហារភ្នំពេញកម្ពុជារបស់សាសនាចាស់ព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយសាងសង់រួចហើយនឹងបើកឲ្យសាធារណជនចូលទស្សនាមួយសប្តាហ៍ក្នុងខែនេះនេះជាព្រះវិហារដំបូងរបស់សាសនានេះនៅកម្ពុជាអ្នកទស្សនាអាចចូលមើលខាងក្នុងមុនពិធីឧទ្ទិសជាផ្លូវការនិងស្វែងយល់ពីទីសក្ការៈនេះកម្មវិធីនេះផ្ដល់ឱកាសកម្រមុនថ្ងៃឧទ្ទិសជាផ្លូវការកម្ពុជាកំពុងចូលរួមប្រកួត Taekwondo ITF ជើងឯកអាស៊ីឆ្នាំ2025នៅប្រទេសម៉ុងហ្គូលីគិតត្រឹមថ្ងៃទី8ខែសីហាក្រុមកីឡាករកម្ពុជាដណ្ដើមបានមេដាយសរុប33គ្រឿងក្នុងនោះមេដាយមាស6គ្រឿងប្រាក់10គ្រឿងនិងសំរឹទ្ធ17គ្រឿងលទ្ធផលនេះនៅជាបណ្ដោះអាសន្នខណៈការប្រកួតកំពុងបន្តសារព័ត៌មាន AKP News និង BTV News រាយការណ៍ថាក្រុមជម្រើសជាតិ Taekwondo ITF កម្ពុជាបានបញ្ចប់ការប្រកួតជើងឯកអាស៊ីឆ្នាំ2025នៅប្រទេសម៉ុងហ្គូលីដោយដណ្ដើមបានមេដាយសរុប41គ្រឿងក្នុងពិធីបិទអភិពលិកកម្ពុជាទទួលមេដាយមាសលើវិញ្ញាសាបច្ចេកទេសពិសេសហើយទង់ជាតិនិងភ្លេងជាតិកម្ពុជាត្រូវបានបង្ហាញនិងបន្លឺឡើងនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអបអរសាទរការខិតខំរបស់ក្រុមជម្រើសជាតិនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអបអរសាទរការខិតខំរបស់ក្រុមជម្រើសជាតិបើលោកអ្នកចង់គាំទ្រកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង